Organizer ចឹងថ្ងៃនេះខ្ញុំនឹងមកប្រាប់ពីរបៀប set up event នៅក្នុង Business Portal ចឹងដំបូងមកអាច log in ជាមួយនឹង Gmail ហើយនឹង password ដែល team របស់យើងបាន send ឲ្យបន្ទាប់មកបងចុច log in បន្ទាប់មកកន្លែងនេះបងនឹងឃើញវាជា organization របស់បងហើយខាងក្រោមនេះគឺជា past event ដែលបងធ្លាប់ធ្វើជាមួយនឹង Bookme Plus បើសិនជាអត់ឃើញទេបានន័យថាពីមុនមកយើងអត់ដែលធ្លាប់ host event ជាមួយគ្នាទេចឹងបងអាចចុចកន្លែងនេះបានដែលជា create event ដើម្បីបង្កើត event ណាអញ្ចឹងបន្ទាប់មកទៀតបងអាចជ្រើសរើស category event មួយណាដែលត្រូវជាមួយបងដោយសារតែយើងជាប្រភេទ workshop អញ្ចឹងយើងជ្រើសរើសទៅលើពាក្យ workshop ហើយបន្ទាប់មកបងអាចចុចទៅលើពាក្យ next អញ្ចឹងកន្លែងនេះយើងអាចដាក់ឈ្មោះ event name ដែល event name របស់យើងមានឈ្មោះថា digital workshop ហើយកន្លែង description ហ្នឹងបងអាចដាក់ព័ត៌មានទាក់ទងមួយ event របស់បងបានដូចជាទីកន្លែងថ្ងៃខែហើយនិងពេលវេលាឬមួយក៏ព័ត៌មានអីក៏ដោយឲ្យតែបងដាក់ហើយ guest របស់បងគាត់ចូលមកគាត់ងាយនឹងយល់ថា event បងជា event អីអញ្ចឹងបន្ទាប់ពីដាក់ព័ត៌មានតាក់ទងមួយ description ហើយយើងមកចំណុចបន្ទាប់ដែលតាក់ទងមួយ event date និង time កន្លែងនេះ start date បងអាចដាក់ថ្ងៃដែលចាប់ផ្ដើមកម្មវិធីឧទាហរណ៍ថាថ្ងៃទី1ហើយចាប់ផ្ដើមនៅម៉ោង9ព្រឹកហើយបញ្ចប់ទៅវិញនៅថ្ងៃទី1ម៉ោង6ល្ងាចអញ្ចឹងកន្លែងហ្នឹងបងអាចដូរដាក់តាមជាក់ស្ដែងរបស់បងបានហើយ event location ហ្នឹងបងអាចដាក់តាម location ដែលបងធ្វើ event ហ្នឹងនៅកន្លែងណាឧទាហរណ៍ថានៅ RUPP ចឹងបងដាក់ RUPP មកខាងក្រោមហ្នឹងនឹង auto update ឲ្យដោយសារតែយើង fetch មកពី Google Map អញ្ចឹងខាងក្រោមនេះគឺជា address detail អញ្ចឹងបើសិនជាបងមានឧទាហរណ៍ថានៅ RUPP នៅម្ដុំណាកន្លែងណាជាន់ទីម៉ានអីបងអាចដាក់ detail បានបងអាចដាក់បាននៅកន្លែង address detail តែបើសិនជាអត់មានទេបងអាចទុកចន្លោះចោលអញ្ចឹងបានហើយបន្ទាប់មកទៀតហ្នឹងបងអាច upload event logo បន្ទាប់មក main event photo កន្លែងនេះបងអាចមើលនៅទំហំហើយនឹង detail តាក់ទងមួយរូបភាពនីមួយៗនៅខាងក្រោមនេះបានកន្លែង main event cover នេះបើសិនជា main event cover ហើយនិង main event photo ដូចគ្នាបងអាចចុចគ្រីសនិងយកមកក៏បានដែរហើយបន្ទាប់មកទៀត web banner ចំពោះ web banner ហ្នឹងតម្រូវឲ្យបងដាក់នៅក្នុង site អីបងអាចដាក់តាមនឹងបាន detail នៅរូបមួយហ្នឹងមាន detail ព័ត៌មានដែលយើងត្រូវដាក់ size ម៉ាន maximum file size ម៉ានអីមានទាំងអស់អញ្ចឹងបន្ទាប់មកទៀត sync to tell your participant កន្លែងហ្នឹងបងអាច edit បានបើសិនជាបងមាន rule អីផ្សេងពីនឹងប៉ុន្តែដោយសារតែខ្ញុំអត់មានចឹងខ្ញុំចុច save and continueនេះគឺជារបៀបបង្កើត event នៅក្នុង Business Portal របស់ពួកយើងចឹងបងអាច follow ទៅតាមនឹងបានហើយជួបគ្នានៅវីដេអូបន្ទាប់ដែលនឹងប្រាប់បងពីរបៀប set up ticket នៅក្នុង Business Portal